ចំណុចគួរប្រុងប្រយ័ត្នសម្រាប់បងប្អូនដែលបញ្ចូលលុយ Smart តាមរយៈ App ធនាគារ Xlida ជៀសវាងការបញ្ចូលទៅខុសនាំឲ្យខុសបំណងរបស់បងប្អូនអញ្ចឹងទី1នៅពេលដែលបងប្អូនចុចចូល App ធនាគារហើយចុចត្រង់ប៊ូតុងបញ្ចូលលុយហើយវាបញ្ចូលលេខទូរស័ព្ទដែលជាប្រព័ន្ធ Smart រួចមកវានឹងធ្លាក់នៅកញ្ចប់សេវាកម្មពីបន្ថែមទៀតទី1គឺ Smart ល្អហើយមួយទៀតគឺ Data Package អញ្ចឹងបើសិនជាបងប្អូនច្រឡំចុចយក Data Package 1ចំណាយ$1បានអ៊ីនធឺណិត 7G អញ្ចឹងពេលដែលបងប្អូនចុចអាហ្នឹងទៅហើយបញ្ចូលលុយគឺទូរស័ព្ទយើងនឹងទទួលបានអ៊ីនធឺណិត 7GB ប៉ុន្តែអត់អាចទេក្នុងប្រព័ន្ធបានទេអត់ចេញទេបើយើងធម្មតាយើងបញ្ចូល Smart ល្អ Data 1$ដូចបាន 8GB ហើយគឺយើងអាចទេក្នុងប្រព័ន្ធបានរហូតដល់60នាទីក្នុងមួយអាទិត្យហ្នឹងអញ្ចឹងគឺយើងអាចទេក្នុងប្រព័ន្ធបាន60នាទីតែបើយើងយក Data Package 1គឺយើងទទួលបានអ៊ីនធឺណិតតែ 7G ហើយគឺទេអត់ចេញទៀតបាទអញ្ចឹងដើម្បីជៀសវាងបញ្ហានេះគឺយើងកុំរើសយកគម្រោងខាងក្រោមតែហ្មងតោះគឺយើងចុចបញ្ចូលតាមរយៈលេខដែលគេឲ្យរើសស្រាប់នេះហ្មង$1.5ឡើងប៉ុន្តែយើងអាចលុបវាបានលុបវាមកជា$1វិញក៏បានដែរត្រង់កន្លែងចំនួនទឹកប្រាក់នេះយើងលុបមកជា$1វិញមកហើយចុចពាក្យយល់ព្រមបន្ទាប់មកផ្ទៀងផ្ទាត់ប្រតិបត្តិការរួចយកពាក្យថាបញ្ជាក់ដូច្នេះការបញ្ចូលលុយយើងជោគជ័យ